គឺអាញាធរបឹងកេងកងបាទបដិញ្ញារួមគ្នាបោះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ឲ្យអស់ពីមូលដ្ឋានបាទมันខុសពី7មករាទេបឹងកេងកងប្រឹកដូចគ្នាបាទគ្រប់ខាងបាទក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងនាព្រឹកថ្ងៃទី9ខែកុម្ភៈបាទលោកសុកសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានលើកឡើងថាមន្ត្រីទាំងអស់ដែលបានបែងចែកជាក្រុមរួចហើយត្រូវចុះធ្វើរដ្ឋបាលត្រួតពិនិត្យស្រង់ស្ថិតិជនបរទេសអ្នករស់នៅតាមខុនដូអូតែលផ្ទះសំណាក់និងអគារស្នាក់នៅរួមអនុវត្តឲ្យបានច្បាស់លាស់តាមគោលដៅនីមួយៗដោយភាពម៉ឺងម៉ាត់និងម៉ត់ចត់បំផុតដើម្បីឈានទៅបោះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ឲ្យអស់នៅក្នុងមូលដ្ឋានលោកសុកសម្បត្តិបន្តថាមន្ត្រីទាំងអស់ទាំងថ្នាក់សង្កាត់និងថ្នាក់ខណ្ឌត្រូវទទួលខុសត្រូវរួមគ្នាដោយត្រូវផ្ដិតមេដៃជាមួយគ្នាដើម្បីបញ្ជាក់ថាការបោះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ឲ្យអស់ពីនៅក្នុងមូលដ្ឋានរបស់យើងត្រឹមថ្ងៃទី30ខែមីនាឆ្នាំ2026នេះប្រសិនបើរកឃើញថាមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងបន្ទប់ជាន់ណាមួយត្រូវបិទភ្លើងបិទអ៊ីនធឺណិតចោលតែម្ដងលោកថាយើងជិះទូកជាមួយគ្នាដូចនេះតាមក្រមនីមួយៗត្រូវមានវត្តមានទាំងអស់គ្នាត្រូវចូលរួមគោរពបទបញ្ជាហាមអវត្តមានលោកបន្ថែមថាឥឡូវជាតិត្រូវការយើងរដ្ឋាភិបាលត្រូវការយើងឲ្យតម្លៃយើងប៉ុន្តែយើងបែរជាមិនឲ្យតម្លៃខ្លួនឯងនោះគឺពុំត្រឹមត្រូវឡើយត្រឹមដំណាច់ខែមីនាឆ្នាំ2026នេះគឺជារយៈពេលខ្លីណាស់ដូចនេះយើងត្រូវតែមានការរួមកម្លាំងគ្នាទាំងអស់គ្នាចុះតាមគោលដៅក្នុងនោះលោកអធិការមេបញ្ជាការពិសេសគណៈបញ្ជាការឯកភាពសង្កាត់ប៉ុស្តិ៍ត្រូវរៀបចំក្រុមការងារដែលមានថ្នាក់ភូមិផងយើងត្រូវប្រឹងប្រែងទាំងអស់គ្នាដើម្បីមុខមាត់ប្រទេសជាតិនិងភាពសុខសាន្តរបស់សង្គមជាតិយើងទាំងមូលលោកសុកសម្បត្តិបន្ថែមថាការចុះរដ្ឋបាលត្រួតពិនិត្យជនបរទេសតាមខុនដូអូតែលផ្ទះសំណាក់និងអគារស្នាក់នៅរួមនេះត្រូវដាក់ការសង្ស័យតាមសន្តាគារខុនដូហើយក៏មិនត្រូវមើលស្រាលផ្ទះសំណាក់ផ្ទះជួលនោះឡើយបើជាជនបរទេសត្រូវត្រួតពិនិត្យឲ្យបានច្បាស់នៅប៉ាសពតឯកសារជួលចំនួនអ្នកស្នាក់នៅធ្វើការងារអ្វីឲ្យមានច្បាស់លាស់ព្រោះមេបទល្មើស online scam នេះពួកគេជាពួក IT មានខួរក្បាលឆ្លាតវៃណាស់ដែលទាមទារឲ្យកងកម្លាំងនិងអាជ្ញាធរយើងអនុវត្តការងារនេះដោយភាពឆ្លៀសវៃរហ័សរហួនម៉ឺងម៉ាត់និងម៉ត់ចត់បំផុតលោកសុកសម្បត្តិបានបញ្ជាក់ថាក្រៅពីការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ទាំងអស់នោះហើយកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរក៏ត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទដូចជាមន់ជុលបៀអាប៉ោងឡូតូកន្ទុយលេខឆ្នោតឡូតូតាមទូរទស្សន៍បន្ថែមពីនេះការថែរក្សាសន្តិសុខសុវត្ថិភាពនិងរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវតាមផ្សារនានាក៏ត្រូវតែយកចិត្តទុកដាក់រៀបចំឲ្យបានស្អាតនិងមានសណ្ដាប់ធ្នាប់ល្អប្រកបដោយសោភ័ណភាពនិងសុវត្ថិភាពផងដែរបាទខណ្ឌបឹងកេងកងបាទខណ្ឌបឹងកេងកងក៏មិនខុសពីខណ្ឌដទៃដែរបាទគឺប្រឹងទាំងអស់គ្នាបាទហើយក៏ដាក់ចេញគោលការណ៍បន្ថែមផងដែរបាទមិនមែនប្រក្រាបតែ online scam មួយទេគឺលបែងទាំងអស់គ្រប់ប្រភេទបាទដូចជាមន់ជុលអាមន់ជុលហ្នឹងឥឡូវពេញនិយមណាស់បាទទៅកន្លែងណាក៏ឃើញដែរបៀអាប៉ោងកតុយលេខបើកតុយលេខយើងមិនបាច់និយាយទេហើយអាឡូតូនេះក៏ពេញនិយមណាស់ដែរបាទមន់ជុលហើយនឹងឡូតូ